មាត់ដ៏ធំរបស់អាសូរ៉េសនាគដែលពោពេញដោយថ្មិញស្រួចដោយចុងលំពេងនិងក្លិនឆ្អេះឆ្អាបនៃពិសពុលដ៏សាហាវបានមកដល់ចំពោះមុខជ័យទៅហើយក្នុងវិនាទីដ៏ស្លាប់រស់នោះជ័យមិនបានគេចថយដោយក្តីទុក្ខស្លុតឡើយប៉ុន្តែគេបែរជាបោះចំហៀងទៅមុខយ៉ាងមុតមាំរួចដោតដាវមាសចូលទៅក្នុងក្រអូបមាត់របស់សត្វកំណាតនោះយ៉ាងពេញទំហឹងសំឡេងផ្ទុះកក្រើកពេញផ្ទៃទឹកបានកាត់ឡើងខណៈដែលធម្មពលនៃដាវមាសបានបុកទង្គិតជាមួយមុនខ្មានុងឹតអាសុរៈនាគស្រែកដោយការឈឺចាប់យ៉ាងខ្លាំងមុននឹងវាក្រវ៉ាត់រាងកាយរបស់ជ័យឲ្យខ្ទាតទៅប៉ះនឹងផ្ទាំងថ្មបាសមុទ្រយ៉ាងសាហាវទោះបីជាមានការឈឺចាប់រហូតដល់ស្ពឹកពេញរាងកាយប៉ុន្តែកែវភ្នែករបស់ជ័យឥឡូវនេះឡើងមានភាពភ័យខ្លាចឬមិនទើសង្ស័យទៀតហើយពន្លឺពណ៌មាសដែលធ្លាប់តែស្រអាប់បានត្រឡប់មកភ្លឺចែងចាំងជាងមុនទ្វេដងដោយសារតែជំនឿចិត្តដ៏មុតមាំដែលបានភ្ញាក់រលឹកឡើងវិញក្នុងវិញ្ញាណរបស់គេជ័យក្រោកឈរឡើងវិញយឺតខណៈដែលអាសូរៈនាគចាប់ផ្ដើមរងរបួសហូរឈាមខ្មៅស្អាប់ពេញទឹកសមុទ្រវាខឹងសម្បាដល់កម្រិតកំពូលរួចក៏ប្រើកន្ទុយដ៏ធំដែលមានស្រកាដូចដែកថែបវាយបកធ្រួឲ្យទឹកសមុទ្របង្កើតជាកង់វងវិលវិលដ៏មានអានុភាពដើម្បីបង្ខាំងជ័យឲ្យនៅមួយកន្លែងគ្មានផ្លូវកិច្ចក្នុងខណៈនោះសំឡេងដ៏ទន់ភ្លន់របស់នាគរាកបានបន្លឺឡើងក្នុងចិត្តគេម្ដងទៀតថាកូនអើយចូលចងចាំថាកំឡោងដៅគិតប្រកាសមិនមែនស្ថិតនៅលើសាច់ដុំដៃនោះទេប៉ុន្តែវាស្ថិតនៅលើចិត្តដែលស្អាតស្អំនិងការលះបង់ដើម្បីយុត្តិធម៌ចូលប្រៅចិត្តបញ្ជាដៅគុំប្រៅដៅបញ្ជាចិត្តជ័យថ្មិកភ្នែកទាំងសងខាងចុះគេលែងប្រៅភ្នែកមើលការវិប្រហាររបស់ស្ត្រីទៀតហើយប៉ុន្តែគេប្រៅវិញ្ញាណដឹងដើម្បីដឹងពីចលនារបស់ទឹករាល់ការវាយបកនៃកន្ទុយសត្វកំណាចជ័យអាចគេចផុតទាំងអស់ដោយភាពរហ័សរហួនហាក់ដូចជាគេដឹងមុនឬគ្រប់ចលនារបស់វាអាសូរនាគកាន់តែឈួតមុងវែងវាបានបញ្ចេញមុនចុងក្រោយដោយការព្រុសចេញនៅផ្សែងខ្មៅគ្រប់ដណ្ដប់ពេញតំបន់នោះធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែជាខ្មៅងងវិតសូនឈឹងសំបីតែដង្ហើមរបស់ជ័យក៏ចាប់ផ្ដើមថប់ប៉ុន្តែក្នុងភាពងងឹតដែលមើលអ្វីមិនឃើញនោះជ័យបានឃើញចំណុចខ្សោយមួយដែលភ្លឺរន្ទាលនៅចំកណ្ដាលថ្ងាសរបស់អាសូរនាគដែលជាកន្លែងផ្ទុកនៅត្បូងពិសាចដ៏អាក្រក់គេដឹងច្បាស់ថាប្រសិនបើគេមិនអាចកំទេចត្បូងនោះទេការប្រយុទ្ធនេះនឹងគ្មានថ្ងៃបញ្ចប់ឡើយជ័យបានប្រមូលផ្ដុំកម្លាំងធាតុទាំង4ដែលមាននៅក្នុងខ្លួនរួចរុញច្រានធម្មពលទាំងអស់ទៅកាន់ចុងដាវមាសអ៊ីឡូនេះបានប្រែរូបរាងទៅជាកាំរស្មីព្រះអាទិត្យដ៏ក្តៅអ៊ុនដែលមានសមត្ថភាពអាចទម្លុះភាពងងឹតនិងមន្តវិជ្ជាអវិជ្ជាទាំងឡាយនៃបាតសមុទ្របានយ៉ាងងាយស្រួលបំផុតគេបានហក់ឡើងខ្ពស់ផុតពីបាតខ្សាច់រួចតម្រង់ទៅរកក្បាលរបស់សត្រូវក្នុងល្បឿនដោយភ្លេចបន្តអសុរនាគព្យាយាមបំរាស់និងព្រោះពិសដាក់ក្នុងបំណងចុងក្រោយប៉ុន្តែខែលការពារដែលកើតចេញពីមុននាគរាជបានការពារជ័យយ៉ាងជាប់លាក់បំផឹកនៅពេលដែលចុងដាវមាសប៉ះនឹងត្បូងវិសាចសំឡេងស្រែកយ៉ាងរំពងដែលស្ដាប់ទៅហាក់ដូចជាការធ្ងររកសេរីភាពរបស់ព្រលឹងរាប់ពាន់ដែលត្រូវវាលេបត្របាក់កន្លងមកបានបន្លឺឡើងពេញបាតសមុទ្រពន្លឺពណ៌សចែងចាំងហួរនឹងថ្លែងបានផ្ទុះចេញពីចំមុតចំដាលនៃត្បូងនោះរួចរាដាលពារពេញផ្ទៃទឹកធ្វើឲ្យភាពងងឹតទាំងឡាយរលាយសាបសូន្យទៅភ្លាមរាងកាយដ៏ធំធេងនិងអាក្រក់ក្រៃលែងរបស់អសុរនាគចាប់ដើមប្រេះស្រាំជាបំណែកតូចរួចក៏រលាយคล้ายជាផ្សែងទៅក្នុងទឹកសមុទ្រដ៏ត្រជាក់និងស្ងប់ស្ងាត់វិញជ័យបានធ្លាក់ចុះមកលើផ្ទៃខ្សាច់ពណ៌សស្អាតនៅបាតសមុទ្រវិញនិងជាមួយនឹងដង្ហើមដង្ហក់យ៉ាងខ្លាំងស្របពេលដែលញើសត្រជាក់បានហូរស្រក់លាយឡំជាមួយទឹកសមុទ្រដ៏ត្រជាក់គេដកដង្ហើមធំដោយក្តីធូរស្រាលប៉ុន្តែមិនទាន់ទាំងបានសម្រាកស្រួយបួលផងស្រាប់តែដីបាតសមុទ្រចាប់ផ្ដើមញ័ររញ្ជួយយ៉ាងខ្លាំងជាថ្មីម្ដងទៀតរូងភ្នំថ្មដែលនៅក្បែរនោះបានបាក់ស្រុតចក់មកបង្ហាញឲ្យឃើញនៅភ្លើយសម្ងាត់មួយដែលនាំទៅរកពន្លឺពណ៌ខៀវស្រងាត់ដ៏អាថាកំបាំងនៅខាងមុខជ័យដឹងយ៉ាងច្បាស់ថាការសម្លាប់អសុរនាគគ្រាន់តែជាការចាប់ផ្ដើមនៃឧបសគ្គដ៏ធំជានេះទៅទៀតតែប៉ុណ្ណោះក្នុងភ្លើយសម្ងាត់នោះមានក្លិនក្រអូបនៃផ្កាដែលមិនធ្លាប់មានលើលោកនេះនិងសំឡេងតន្ត្រីពីរោះរណ្ដំដែលហាក់ដូចជាកំពុងហៅរូបគេឲ្យចូលទៅរកអាថាកំបាំងដ៏ធំធេងដែលត្រូវបានលាក់ទុកជាច្រើនពាន់ឆ្នាំមកហើយជ័យបានក្តាប់ដាវយ៉ាងណែនរួចដើរសម្ដៅទៅរកពន្លឺនោះទាំងចិត្តក្លាហាននិងរឹងមាំបំផុតជ័យបានបន្តដំណើរឆ្ពោះទៅមុខតាមរយៈច្រកផ្លូវសម្ងាត់ដែលទើបនឹងលេចចេញមុខនោះយ៉ាងម៉ត់ចត់បំផុតពន្លឺពណ៌ខៀវស្រងាត់ដែលគេបានឃើញពីចម្ងាយកាន់តែភ្លឺច្បាស់និងត្រចះត្រចង់ឡាងនៅពេលដែលរូបគេកាន់តែខិតជិតដល់ទីបញ្ចប់នៃរូងភ្នំថ្មដ៏អាថាកំបាំងនេះរាល់ជំហានដែលគេបោះទៅមុខក្លិនក្រអូបប្រហានៃផ្កាមុតចលិន
ដែល Rick Scoop Sky ក្នុងទឹកបានអង្រួនវិញ្ញាណរបស់គេឲ្យមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងធម៌ពលខុសប្លែកពីធម្មតានៅពេលដែលគេដើរចេញផុតពីច្រកដ៏ចង្អៀតភ្នែករបស់ជ័យបានបើកធំៗដោយក្តីស្ញប់ស្ញែងចំពោះទិដ្ឋភាពដ៏អស្ចារ្យដែលនៅចំពោះមុខដែលជាអាណាចក្រមួយត្រូវបានលាងទុកពីភ្នែកមនុស្សលោកអស់រាប់ពាន់ឆ្នាំមកហើយនៅជុំបញ្ចប់នៃផ្លូវនោះជ័យបានប្រទះឃើញវិមានដ៏ធំស្កឹមស្កៃមួយដែលសាងសង់ឡើងពីត្បូងមរកតនិងមានសញ្ញាភ្លឺចែងចាំងជាពន្លឺពេញបាតសមុទ្រនេះគឺជាវិមានជលស័យដែលជាបេះដូងនៃអាណាចក្រនាគដ៏មានអំណាចនៅលើមាត់ច្រកចូលវិមានស្ត្រីម្នាក់ដែលមានរូបសម្រស់ស្រស់សោភាខ្លាំងលើអស់ស្រីទាំងពួងក្នុងលោកមើលទៅហាក់ដូចជាទេពធីតាចុះពីសួគ៌នាងគ្រងសម្លៀកបំពាក់ពណ៌បៃតងខ្ចីរំលែកដោយស្រកានាគតូចៗដែលភ្លឺភ្លេកនៅក្រោមពន្លឺទឹកដ៏ថ្លៃយង់នាងជានាងនាគីមុនីដែលជាអ្នកថែរក្សាខ្លងទួយអាតកំបាំងនៃអាណាចក្រភុជង្គនាគជ័យបានឈប់បងអង្គបន្តិចរួចដាក់ដាវចុះខ្លងស្រោមវិញដើម្បីបង្ហាញពីការគោរពនិងចេតនាសន្តិភាពចំពោះម្ចាស់ទឹកដីដ៏អស្ចារ្យដែលគេទើបនឹងបានជួបប្រទះនាងនិគីមុនីបានញញឹមយ៉ាងទន់ភ្លន់រួចមានបន្ទូលទៅកាន់ជ័យដោយសំឡេងផ្អែមល្ហែមរំដំចិត្តថាវីរបុរសអើយអ្នកបានឆ្លងកាត់ការសាកល្បងនៃកម្លាំងកាយរួចហើយប៉ុន្តែអ្វីដែលនៅខាងមុខអ្នកគឺជាការសាកល្បងនៃចិត្តបរិសុទ្ធនិងសច្ចធម៌អក្សរនាគដែលអ្នកបានសម្លាប់នោះគ្រាន់តែជាវិញ្ញាណអាក្រក់ដែលយាមទ្វារខាងក្រៅដើម្បីរារាំងអ្នកទន់ជ្រាយតែប៉ុណ្ណោះដើម្បីជួបនឹងមហានាគរាជបាតសមុទ្រដែលជាម្ចាស់នៃមហាសមុទ្រទាំង7អ្នកត្រូវតែភៀងហាញថាចិត្តអ្នកមិនត្រូវបានគ្របដណ្ដប់ដោយលោភៈទោសៈនិងមោហៈឡើយជ័យស្ដាប់ដោយយកចិត្តទុកដាក់បន្ទប់គេមានអារម្មណ៍ថារាល់ពាក្យពេចន៍របស់នាងមានអំណាចអថាកំបាំងដែលអាចមើលធ្លុះដល់ជំរឿចិត្តរបស់គេបានយ៉ាងច្បាស់គេបានតបទៅវិញដោយវាចាមោះមុតនិងរឹងមាំថាទូលបង្គំមកទីនេះមិនមែនដើម្បីស្វែងរកទ្រព្យសម្បត្តិមាសប្រាក់ឬអំណាចបុណ្យស័ក្តិឡើយប៉ុន្តែដើម្បីស្វែងរកសេចក្តីសុខសាន្តនិងវិធីសង្គ្រោះដល់អ្នកភូមិស្លូតត្រង់ដែលកំពុងរងគ្រោះដោយសារមហន្តរាយទឹកជំនន់ដ៏មហិមានាងនិគីមុនីបានងក់ក្បាលយល់ព្រមទាំងពេញចិត្តរួចលើកដៃក្រវីទៅលើអាកាសបង្កើតឲ្យមានរលកទឹកវិលវល់មួយដែលនាំទៅកាន់ចិន្តាពេជ្រឆ្ពូទៅកាន់ជាន់ខាងលើនៃវិមានកែវនាងបានប្រាប់ជ័យថានៅក្នុងបន្ទប់ខាងមុខមានកែវមណីសិលាដែលជាវត្ថុស័ក្តិសិទ្ធិអាចកែប្រែជោគវាសនានៃពិភពលោកបានប៉ុន្តែว่าក៏អាចបំផ្លាញអ្នកតែមានចិត្តអាក្រក់ឲ្យរលាយសាបសូន្យបានដែរជ័យបានដឹងយ៉ាងច្បាស់ថាជំហានបន្ទាប់នេះគឺជាការប្រឈមមុខនឹងអំណាចផ្លូវចិត្តរបស់ខ្លួនឯងជាជាងការប្រែកម្លាំងបាយប្រយុទ្ធនឹងសត្រូវពីខាងក្រៅគេបានដើរឡើងតាមចិន្តាពេទ្យនោះដោយក្តីសង្ឃឹមនិងការតាំងចិត្តខ្ពស់បំផុតនៅពេលដែលគេឡើងដល់ជាន់ខាងលើពន្លឺពណ៌ខៀវពីមុនបានប្រែទៅជាពន្លឺពណ៌មាសចែងចាំងខ្លាំងដែលធ្វើឲ្យភ្នែករបស់គេស្ទើរតែមើលអ្វីមិនឃើញក្នុងមួយប៉ព្រិចភ្នែកក្នុងខណៈនោះស្រាប់តែមានសំឡេងផ្ទុះមួយយ៉ាងខ្លាំងចេញពីទិសដៅនៃកែវមណីសិលាហើយផ្សែងអពុធហេតុពណ៌ស្វាយក៏បានគ្របដណ្ដប់ពេញបន្ទប់ទាំងមូលជ័យមានអារម្មណ៍ថារាងកាយរបស់គេហាក់ដូចជាកំពុងអណ្ដាតនៅក្នុងលំហអាកាសដ៏ធំធេងមួយដែលគ្មានទីបញ្ចប់និងគ្មានទីបង្អែកគេបានឮសំឡេងដួលដាលរបស់គេហៅឈ្មោះគេពីចម្ងាយហាក់ដូចជាកំពុងដាក់ទឿនអំពីគ្រោះថ្នាក់ដ៏ធំដែលមិនអាចមើលឃើញដោយភ្នែកទទេបានជ័យបានក្តាប់ដៃយ៉ាងណែនព្យាយាមរក្សាលំនឹងចិត្តឲ្យស្ងប់បំផុតដើម្បីត្រៀមខ្លួនទទួលយកនូវអ្វីដែលនឹងកើតឡើងនៅចំពោះមុខព្រោះគេដឹងថាការសម្រេចចិត្តខុសតែមួយបន្តិចឬភាពរារៈនៃចិត្តអាចនឹងធ្វើឲ្យគេបាត់បង់ជីវិតនិងបាត់បង់ក្តីសង្ឃឹមចុងក្រោយរបស់មនុស្សគ្រប់គ្នានៅលើโลกខាងលើជារៀងរហូតស្រាប់តែមានស្រមោលខ្មៅស្រភិលមួយលេចចេញមកពីក្នុងសាយនោះសំដៅមករកគេយ៉ាងលឿនបំផុតស្រមោលខ្មៅសពេកសពិលនោះបានពង្រីកខ្លួនកាន់តែធំទៅរហូតបិទបាំងពន្លឺតិចតួចដែលនៅសេសសល់ក្នុងមហាសមុទ្រដ៏ជ្រៅនេះវាគឺជាសត្វចម្លែកដែលមានរូបរាងដូចជានាគប៉ុន្តែមានស្រកាពណ៌ខ្មៅរលោងដូចធ្យូងនិងមានភ្នែកពណ៌ក្រហមឆេះដូចភ្លើងនរកដែលកំពុងសម្លឹងមកកាន់ជ័យដោយការគំរាមកំហែងជ័យមានអារម្មណ៍ថាត្រជាក់ដល់ឆឹងខ្នងហើយសម្ពាធទឹកជំវិញខ្លួនគេហាក់ដូចជាកំពុងច្របាច់កំទេចរាងកាយរបស់គេប៉ុន្តែគេមិនបានដកថយឡើយគេបានដកដង្ហើមវែងរួចលើកដាវបុរាណដែលជាគេមរតកដ៏មានតម្លៃពីដូនតាមកកាន់យ៉ាងណែននៅក្នុងដៃសត្វចម្លែកនោះបានហោះក្រឡឹងជុំវិញខ្លួនជ័យយ៉ាងលឿនបង្កើតជាខ្យល់គួចយ៉ាងខ្លាំងដែលធ្វើឲ្យទឹកសមុទ្រជុំវិញប្រែជាល្អក់កកនិងបង្កជាសំឡេងខ្លាំងៗ
หากដូចជាការស្រែកយំនៃវិញ្ញាណដែលវង្វេងផ្លូវ សំឡេងគ្រោះហឹមរបស់វាធ្វើឲ្យកក្រាកដល់បាតសមុទ្រនិងធ្វើឲ្យជ័យស្ទើរតែដួលផ្ងាក្រោយដោយសារកម្លាំងធាតុទឹកដ៏មហិមាវាបានសួរជ័យដោយសំឡេងគ្រោះលួចដែលចេញមកពីគ្រប់ទីថាមនុស្សលោកដ៏ទុយទាបតើឯងមានសិទ្ធិអ្វីមកជន់ទឹកដីដ៏វិសុទ្ធនេះតើឯងដឹងទេថាកន្លែងនេះគឺជាទីកប់សពនៃអស់អ្នកដែលមានមហិច្ឆតាចង់បានទ្រព្យសម្បត្តិតើឯងសុខចិត្តលះបង់ជីវិតដើម្បីអ្នកដទៃមែនឬជ័យបានសម្លឹងចំភ្នែកពណ៌ក្រហមដ៏គួរឲ្យខ្លាចនោះរួចឆ្លើយតបដោយភាពក្លាហានចេញពីបេះដូងថាខ្ញុំមិនមែនមកទីនេះដើម្បីអំណាចឬដើម្បីស្វែងរកទ្រព្យសម្បត្តិមហាសាលឡើយប៉ុន្តែខ្ញុំមកដើម្បីសេចក្តីសុខសាន្តរបស់មនុស្សលោកទាំងពួងដែលកំពុងរងទុក្ខវេទនាបើការស្លាប់របស់ខ្ញុំអាចដួលយកមកវិញនូវសន្តិភាពនិងជីវិតរាប់ម៉ឺននាក់នៅលើដីគោកខ្ញុំសុខចិត្តទទួលយកវិនាសកម្មនេះដោយក្តីរីករាយបំផុត គ្រាន់តែឮសម្ដីដ៏មុតមមនេះភ្លាមសត្វចម្លែកនោះក៏បានបាញ់បញ្ចេញផ្សែងខ្មៅគ្រប់ដណ្ដប់លើរាងកាយរបស់ជ័យទាំងស្រុងនៅក្នុងផ្សែងខ្មៅងងឹតនោះជ័យបានឃើញរូបភាពភូមិកររបស់គេកំពុងត្រូវភ្លើងឆេះសន្ធៅឃើញម្ដាយរបស់គេកំពុងយំសោកបោកខ្លួនហើយរកឈ្មោះគេឲ្យត្រឡប់ទៅវិញយ៉ាងគួរឲ្យអាណិតនេះគឺជាមន្តអាគមបំភានភ្នែកដ៏សាហាវបំផុតដើម្បីសាកល្បងចិត្តអំណត់និងភាពស្មោះត្រង់របស់គេចំពោះបេសកកម្មបេះដូងជ័យស្ដៅការជឿចាប់និងអារម្មណ៍វិបដិសារីប៉ុន្តែគេបានរំលឹកដល់ពាក្យដាស់តឿនចុងក្រោយរបស់ដូនតាដែលថាអ្វីដែលភ្នែកឃើញមិនប្រាកដថាជាការពិតឡើយមានតែបេះដូងទេដែលស្គាល់ផ្លូវត្រឹមត្រូវគេបានបិទភ្នែករួចផ្ដោតអារម្មណ៍ទៅលើសេចក្តីស្ងប់ក្នុងចិត្តដោយមិនអនុញ្ញាតឲ្យភាពភ័យខ្លាចមកគ្រប់គ្រងវិញ្ញាណរបស់គេឡើយរំពេចនោះផ្សែងខ្មៅដ៏ក្រាស់ខ្មឹកទាំងឡាយក៏បានរលាយបាត់អស់ទៅវិញដោយត្រូវខ្យល់បក់សត្វចម្លែកដ៏គួរឲ្យខ្លាចនោះបានប្រែក្លាយទៅជាបុរសចំណាស់ម្នាក់ដែលមានទឹកមុខស្រទន់ពុកមាត់សវាងដូចសរសៃសូត្រនិងមានរស្មីពណ៌មាសជះចេញពីខ្លួនបុរសចំណាស់នោះគឺជាអ្នករក្សាច្រកទ្វារបាតសមុទ្រដែលជាអ្នកការពារច្រកចូលទៅកាន់ដំណាក់នាគរាជរាប់ពាន់ឆ្នាំមកហើយលោកបានញញឹមដោយភាពស្កប់ស្កល់រួចពោលថាចិត្តរបស់ឯងស្អាតបរិសុទ្ធដោយត្បូងពេជ្រដែលមិនទាន់កែច្នៃឯងបានឆ្លងផុតការសាក់លបងទី1ហើយដែលជាការសាក់លបងនៃសេចក្តីលោភលន់និងការភ័យខ្លាចជ័យមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តជាខ្លាំងប៉ុន្តែគេដឹងយ៉ាងច្បាស់ថានេះគ្រាន់តែជាការចាប់ផ្ដើមនៃការធ្វើដំណើរដ៏គ្រោះថ្នាក់តែប៉ុណ្ណោះបុរសចំណាស់បានចង្អុលទៅកាន់រូងភ្នំថ្មដ៏ធំមួយដែលនៅពីក្រោយខ្នងលោកដែលមានពន្លឺពណ៌ខៀវស្រងាត់ជះចេញមកយ៉ាងស្រស់ត្រកាលគួរឲ្យចង់គយគន់នៅខាងក្នុងនោះគឺជាអាណាចក្រនាគរាជប៉ុន្តែចូលប្រយ័ត្នឲ្យមែនទែនព្រោះស្ដេចនាគរាជមិនមែនជាអ្នកដែលងាយនឹងជឿទុកចិត្តលើមនុស្សលោកឡើយលោកស្អប់ភាពក្បត់នឹងការភូតផលជាបំផុតជ័យបានលុតជង្គង់អរគុណដល់បុរសចំណាស់រួចក៏បោះជំហែងយ៉ាងរឹងមាំចូលទៅក្នុងរូងភ្នំនោះក្នុងរូងភ្នំនោះមានផ្កាថ្មចម្លែកដែលបញ្ចេញពន្លឺភ្លឺចែងចាំងដោយផ្កាយនៅលើមេឃនារដូវប្រាំងទឹកនៅក្នុងរូងភ្នំនោះហាក់ដូចជាមានវិញ្ញាណវារំរែកតាមចំបាក់ដង្ហើមរបស់ជ័យនិងផ្ដល់នូវកម្លាំងធម៌ពលចម្លែកដល់រាងកាយរបស់គេឲ្យមានកម្លាំងឡើងវិញនៅពេលជ័យដើរកាន់តែជ្រៅទៅស្រាប់តែគេបានឃើញប្រាសាទដ៏ធំស្កឹមស្កៃមួយដែលសាងសង់ឡៅគីមាសុទ្ធនិងត្បូងមានតម្លៃគ្រប់ពណ៌ដែលជះពន្លឺចាំងភ្នែកពីផ្ទៃទឹកនៅលើកំពូលប្រាសាទមានរូបសំណាកនាគរាជដ៏ធំមហិមាដែលហាក់ដូចជាមានជីវិតនិងកំពុងសម្លឹងមើលមកគេគ្រប់វិនាទីដោយក្រសែភ្នែកដ៏មុតស្រួចជ័យដកដង្ហើមធំព្រោះគេបានមកដល់កន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់បានវិលត្រឡប់ទៅវិញដោយជោគជ័យឡើយគេត្រូវរៀបចំចិត្តឲ្យបានរួចរាល់សម្រាប់ជំនួបដ៏សំខាន់បំផុតក្នុងជីវិតរបស់គេនៅចំពោះមុខស្ដេចនាគដែលកំពុងរង់ចាំនៅក្នុងមហាសាលដ៏អាថាកំបាំងបំផុត